ដល់កឲ្យពុកម៉ែបងប្អូនបើតាមវីដេអូបរោះម្នាក់គាត់បានបង្ហោះចែកចាយនៅលើបណ្ដាញសង្គមស្របពេលដែលសាំងប្រេងម៉ាស៊ូតឡើងថ្លៃប្រជាពលរដ្ឋអ្នកលក់ដូរមួយចំនួនក៏ចាប់ផ្ដើមមានគំនិតមិនល្អអានេះគេហៅថាគំនិតរកស៊ីថោកទាបហើយយកទឹកលាយពណ៌លាក់ហើយលក់ឲ្យគេថាជាប្រេងម៉ាស៊ូតនេះបើតាមបរិះម្នាក់គាត់បានថតវីដេអូបង្ហោះនៅលើបណ្ដាញសង្គមគាត់ប្រាប់ថាថ្ងៃហ្នឹងគាត់បានចាញ់បោកគេទិញចំការលាយលាក់បាទទិញទឹកលាយលាក់ពណ៌ដូចម៉ាស៊ូតចឹងគាត់ក៏បានផ្ដាំតគ្នាដល់ប្រជាពលរដ្ឋខ្មែរយើងមុននឹងទិញឯងសូមពិនិត្យផងប្រយ័ត្នចំគេបោកប្រាស់ដូចគាត់ទិញមកហ្នឹងគឺថាបំរុងទៅទិញម៉ាស៊ូតប៉ុន្តែមានបានម៉ាស៊ូតណាទិញចំទឹកលាយលាក់បាទចឹងសូមពុកម៉ែបងប្អូនអ្នកលក់បាទជួយអាម៉េចជួយខ្មែរដូចគ្នាកុំរកស៊ីបោកប្រាស់បើកាលណាយើងរកស៊ីចឹងលក់ផ្លូវខ្លួនឯងហើយរកស៊ីអត់បានយូរទេបាទអរគុណច្រើនហើយពុកម៉ែបងប្អូនបានឃើញវីដេអូនេះហើយសូមចែករំលែកផងបាទអរគុណនឹងហើយបងប្អូនឥឡូវជួបហើយក្បាច់បោកថ្មីនេះយកទឹកលាយលាក់ហើយយកមកដើរលក់ថាម៉ាស៊ូតហើយខ្ញុំជាងឡានដែរខ្ញុំមើលអត់ដឹងគេយកទឹកបានលាយពណ៌ក្នុងម៉ាស៊ូតក្នុងម្កានហ្នឹងអត់ម៉ាស៊ូតក្នុងម្កានហ្នឹងមិនមែនម៉ាស៊ូតទេណាគេយកទឹកលាយលាក់ហើយគេដាក់ម៉ាស៊ូតពីលើតែ1លីត្រទេហើយមើលនេះលាយយកទឹកលាយលាក់ហើយយកមកលក់ឲ្យថាជាម៉ាស៊ូតឥឡូវចាក់មានអីចាក់ចូលឡានឥឡូវខូចឡានបាត់ហើយអញ្ចឹងបងប្អូនបើសិនជាមានគេបើមានគេយកម៉ាស៊ូតលក់ឲ្យម្កាននេះមិនបាច់ទិញទេបើយើងមើលអត់ច្បាស់តែនេះវាលាយពណ៌វាយកទឹកលាយពណ៌ជាលាក់លាយពណ៌ទៅដូចម៉ាស៊ូតទេតែពិតមិនម៉ាស៊ូតទេណាក្នុងចានដៃក្នុងកណ្ដុងហ្នឹងគឺទឹកទេតែវាយកមកលក់ម្កាន85000ខ្ញុំដែលសារឃើញគេលក់រៀងធូរដែរតែយកមកចាក់ឡានទៅអត់ឆេះទេឡានដេលែងឆេះអស់ហើយសឹកទឹកទេហើយទឹកលាយពណ៌អញ្ចឹងប្រប្រុងប្រយ័ត្នទាំងអស់គ្នាកុំឲ្យខ្ញុំហើយចាក់ទៅខូចឡានខូចអីអស់